ស្ដីបងប្អូនមកទស្សនាមួយខ្ញុំទេបងប្អូនបាទស្ងោមរេះបងប្អូនបាទឥឡូវនេះចាប់តាមដាក់ស្ងោបងប្អូនបាទហើយឥឡូវដាក់រេះចូលហើយបងប្អូនបាទតាមដានជាមួយខ្ញុំបន្តទៅបងប្អូនតាចាំតតាមវគ្គបន្តទៀតបងប្អូនបាទឥឡូវយើងដាក់រេះចូលបដាបងប្អូនបាទតោះទស្សនាជាមួយខ្ញុំទាំងអស់គ្នាបាទបងប្អូនឥឡូវបានចាក់ប្រហែលជា50ទៅ60%បងប្អូនបាទហើយយើងចាប់ផ្ដើមលក់មើលតាមប៉ុណ្ណឹងល្មមណាបងប្អូនបាទនៅទេហើយក៏អត់តន់ផុយដែរបងប្អូនបាទអញ្ចឹងការស្ងោមរះបងប្អូនយើងត្រូវការរងាស់យូរមែនតើបងប្អូនបាទល្មមវាផុយហើយល្មមវាឆ្ងាញ់បងប្អូនបាទតែស្ងោរហ្នឹងក៏មិនមែនតន់ឆ្ងាញ់ជាងបងប្អូនបាទតើយើងទុកមួយថ្ងៃទេបងប្អូនបាទมันឆ្ងាញ់ណាបងប្អូនបាទហើយយើងចាប់ដើមរងាស់វាបងប្អូនបាទរងាស់វាដាច់ទឹកណាបាទឥឡូវយើងរងាស់ទៅបាទហើយភ្លក់ទៅខ្ញុំគិតថាប៉ុណ្ណឹងល្មមហីបាទហើយដោយសារយើងមិនខ្ញុំមិនដាក់មិនប្រៃពេកមិនឡែមទេបងប្អូនបាទខ្ញុំមិនល្មមបើសិនអ្នកចង់ប្រៃអីគាត់ចាំបាច់ថែមបាទគាត់ថែមទឹកត្រីអីតាមក្រោយបាទបងប្អូនបាទអញ្ចឹងពេលដែលយើងរងាស់វាចិត្តឆ្អិនអញ្ចឹងយើងក៏បើកភ្លើងខ្លាំងបងប្អូនបាទយើងបើកភ្លើងល្មមទៅបងប្អូនបាទដើម្បីឲ្យសាច់ម្រះយើងឆ្អិនហូរហើយសាច់ជ្រូករបស់យើងខាងក្នុងស្នូលឆ្អិនបងប្អូនឥឡូវបានឆ្អិនរួចរាល់បងប្អូនខ្ញុំចាប់ផ្ដើមដួសអាចារ្យណាបងប្អូនបាទនេះស្ងោមម្រះរបស់យើងបងប្អូនបានឆ្អិនរួចរាល់ហើយបងវីដេអូរបស់ខ្ញុំក៏មានប៉ុណ្ណឹងដែរបងប្អូនជាចុងក្រោយសូមបងប្អូនជួយ like ជួយ share ម្នាក់មួយហ្នឹងដើម្បីទទួលបានវីដេអូថ្មីៗខ្ញុំបន្តទៀតបាទ